តើបងប្អូនចាប់អារម្មណ៍ទេនៅលើរថពាសដែកកងច្រវាក់ដែលកងទ័ពប្រជាជនចិនបានបញ្ជូនមកសមយុទ្ធនៅក្នុងពេលប៉ុន្មានថ្ងៃនេះវាគឺជា ZBD-04A ដែលកងទ័ពប្រជាជនចិនបានដាក់បញ្ចូលទៅប្រើប្រាស់នៅក្នុងជួរទ័ពរបស់ខ្លួន ZBD-04A ជាប្រភេទរថពាសដែកប្រយុទ្ធធុនស្រាលដែលមានសមត្ថភាពចល័តបានរហ័សអាវុធបំពាក់ទំនើបនិងចល័តគ្រប់គ្រងគំតិចមុខសញ្ញាបានទាន់សភាពការវាអាចដឹកទាហានថ្មើរជើងចំនួន7នាក់ពិសេសជាងនេះទៅទៀតនោះគឺវាអាចបើកនៅលើផ្ទៃទឹកដែលអាចបំពេញនៅតម្រូវការសមរភូមិវាយឡើងគោកបានយ៉ាងមានប្រសិទ្ធភាព ZDB-04A ប្រើប្រាស់យុទ្ធជនចំនួន3នាក់ទី1អ្នកបើកបរទី2អ្នកបាញ់ទី3អ្នកបញ្ជាការវាមានប្រវែង 7.2 ម៉ែត្រទទឹង 3.2 ម៉ែត្រកម្ពស់ 2.5 ម៉ែត្រនិងទម្ងន់24តោនវាត្រូវបានបំពាក់នៅអាវក្រោះប្រឆាំងគ្រាប់ផ្សេងនិងផ្សែងខ្លែងភេទដើម្បីបង្កើននូវសមត្ថភាពក្នុងការការពារខ្លួនពីសត្រូវ ZDB-04A បំពាក់នៅកាំភ្លើងធំ 100 មីលីម៉ែត្រចំនួន1ដើមកាំភ្លើងស្វ័យប្រវត្តិ ZPT 99 30 មីលីម៉ែត្រមួយដើមកាំភ្លើងយន្ត QJT 88 5.8 មីលីម៉ែត្រមួយដើមកាំជ្រួចប្រឆាំងរថក្រោះ HJ8 ឬ HJ10 ចំនួន4គ្រាប់វាមានសមត្ថភាពចល័តប្រតិបត្តិការនៅក្នុងចម្ងាយ500គីឡូម៉ែត្រល្បឿនប្រតិបត្តិការនៅលើផ្លូវគោក75គីឡូម៉ែត្រក្នុង1ម៉ោងនិង8គីឡូម៉ែត្រក្នុង1ម៉ោងប្រតិបត្តិការនៅលើផ្ទៃទឹក ZDB-04A វាមានរូបរាងប្រហាក់ប្រហែលទៅនឹងរថពាសដែករបស់រុស្ស៊ីមួយប្រភេទដែលមានឈ្មោះថា BMP-3 ទោះជាយ៉ាងណាការវិវត្តន៍និងទំនើបកម្មរបស់កងទ័ពប្រជាជនចិនកាន់តែទំនើបនិងមានប្រសិទ្ធភាពយ៉ាងខ្លាំងនៅលើសមរភូមិបច្ចុប្បន្ន